ពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានពេលនេះថៃគេហ្វឹកហាត់បាញ់មីស៊ីលចេញពីយន្តហោះចម្បាំងបំណងធំគឺទុកចេញប្រតិបត្តិការពេលបន្ទាន់ណាមួយនៅតាមព្រំដែនជាប់កម្ពុជាយោងតាមប្រភពព័ត៌មាន SBM News បានឲ្យដឹងថាកងទ័ពជើងអាកាសថៃកំពុងហ្វឹកហ្វឺនបាញ់មីស៊ីល AIM-9 ជាប្រភេទមីស៊ីលបាញ់លើអាកាសឬបាញ់ចេញពីយន្តហោះចម្បាំងកងទ័ពជើងអាកាសថៃចាត់ទុកការហ្វឹកហ្វឺនបាញ់មីស៊ីលនេះថាជាផ្នែកមួយនៃការបង្កើនសមត្ថភាពការពារដែនអាកាសនិងត្រៀមខ្លួនគ្រប់ពេលទាំងអស់គេអាចនឹងចោទសួរថាតើថៃពិតជាហ្វឹកហាត់បាញ់មីស៊ីលនេះគ្រាន់តែដើម្បីបង្កើនសមត្ថភាពការពារដែនអាកាសខ្លួនមែនឬក៏ចង់បង្កប់ចេតនាអ្វីផ្សេងរូបភាពនិងព័ត៌មាននៃការហ្វឹកហ្វឺនបាញ់មីស៊ីលនេះត្រូវបានផ្សព្វផ្សាយដោយកាសែតថៃ Khao Sot នៅថ្ងៃទី17ខែមិថុនាឆ្នាំ2026ជាមួយគ្នាកងទ័ពជើងអាកាសថៃថែមទាំងត្រួតពិនិត្យនិងកែសម្រួលការដាក់ពង្រាយកងកម្លាំងរបស់ខ្លួនឡើងវិញនៅអាកាសយានដ្ឋានកងទ័ពយូថាប៉ាវដើម្បីត្រៀមចេញប្រតិបត្តិការនៅពេលចាំបាច់ឬបន្ទាន់ណាមួយនៅភាគខាងកើតដែលសំដៅដល់ព្រំដែនជាប់កម្ពុជាសូមរំលឹកថាក្នុងការបង្កសង្គ្រាមឈ្លានពានមកលើកម្ពុជាទាំងពីរលើកនៅឆ្នាំ2025ក្រៅពីប្រើសព្វាវុធលើដីថៃប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកសាហាវជាច្រើនហើយថែមទាំងបាញ់ផ្សែងគីមីពុលផងដែរទន្ទឹមនឹងថ្ងៃនេះក្រុមអ្នកសង្កេតអាស៊ានចុះផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិចំនិងតំបន់រងផលប៉ះពាល់ផ្សេងទៀតនៅឃុំត្រពាំងព្រៃស្រុកអន្លង់វែងជាទីតាំងរងការវាយប្រហាររាយបន្លាលុះនិងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃយោងតាមប្រភពព័ត៌មាន Fresh News បានឲ្យដឹងថាលោកស្រីឧត្តមសេនីយ៍អាយម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថានៅថ្ងៃទី18ខែមិថុនាឆ្នាំ2026ក្រុមអ្នកសម្របសម្រួល CLG កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន HOM AOT ហ្វីលីពីនដើម្បីចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកទ្វារអន្តរជាតិចំនិងតំបន់រងការវាយប្រហារផ្សេងទៀតស្ថិតក្នុងឃុំត្រពាំងព្រៃស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហាររាយបន្លាលុះនិងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនិងធ្វើការពិនិត្យលើការគោរពនិងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានឥឡូវនេះបន្តទៅព័ត៌មានថ្មីផ្សេងទៀតពុកម៉ែបងប្អូនប្រិមិត្តព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីប្រោសព្រះរាជទានព្រះរាជសវនាការជូនលោកវ៉ាងយីក្នុងនាមលោកប្រធានាធិបតីស៊ីជីនពីងព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅថ្ងៃទី17ខែមិថុនាឆ្នាំ2026ព្រះអង្គទាំងទ្វេសពព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការជូនលោកវ៉ាងយីសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិកានកណ្ដាលបក្សកុម្មុយនីសចិនក្នុងនាមលោកប្រធានាធិបតីស៊ីជីនពីងឥឡូវនេះបន្តទៅព័ត៌មានថ្មីផ្សេងទៀតនៅឯខាងខេត្តរតនគិរីវិញម្ដងអាជ្ញាធរខេត្តរតនគិរីចុះបង្ក្រាបឡធ្យូងជិត100ឡដែលគ្មានច្បាប់អនុញ្ញាតនៅស្រុកកូនមុំយោងតាមប្រភពព័ត៌មាន Fresh News
កម្លាំងគណៈបញ្ជាការឯកភាពស្រុកកូនមុំនិងសមាជិកពាក់ព័ន្ធនៅថ្ងៃទី17 ខែមិថុនា ឆ្នាំ 2026 បានចុះបង្ក្រាបឡធ្យូងជិត100 ឡដែលគ្មានច្បាប់អនុញ្ញាតនៅក្បែរតំបន់ការពារធម្មជាតិមានទីតាំងជាប់នឹងព្រំដែនរតនគិរីនិងខេត្តស្ទឹងត្រែងស្ថិតនៅភូមិ 3 ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរីគូបញ្ជាក់ថាឡធ្យូងដែលគ្មានច្បាប់អនុញ្ញាតគឺជាកត្តាចម្បងមួយដែលនាំឲ្យមានសកម្មភាពជំរុញឲ្យមានការដាក់សម្ពាធលើព្រៃឈើនិងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិជាមួយការចុះបង្ក្រាបនាពេលនេះអាជ្ញាធរនឹងបន្តទប់ស្កាត់មិនឲ្យមានឡធ្យូងខុសច្បាប់កើតឡើងផងដែរក្រសួងបរិស្ថានសូមថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងសមាជិកពាក់ព័ន្ធទាំងអស់រួមជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដែលបានចូលរួមសហការជំរុញចលនាពន្លកបៃតងបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិក៏ដូចជាជំរុញការដាំស្តារនិងពង្រីកគម្របបៃតងក្នុងសហគមន៍ដើម្បីបរិស្ថានស្រស់ស្អាតនិងបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋក្រសួងសូមស្នើឲ្យមានការចូលរួមបន្តសហការចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលផ្ដោតអាទិភាពទៅលើសសរស្តម្ភ3គឺភាពស្អាតភាពបៃតងនិងចីរភាពចំពោះភាពបៃតងក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិនិងបានធ្វើការតាមដានការទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិតាមរយៈរូបភាពកាយរណបនិងដ្រូនជាមួយគ្នានេះក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការពន្លកបៃតងក្នុងគោលបំណងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីជំរុញចលនាដាំដើមឈើសម្ដៅពង្រីកគម្របបៃតងកន្លងមកនេះក្រសួងបរិស្ថានបានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ចំនួន5កន្លែងនិងជំរុញការបណ្ដុះកូនឈើនៅតាមមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេសដើម្បីបណ្ដុះកូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃហក់ទៅដាំបង្កើតគម្របបៃតងនៅតាមមូលដ្ឋាននិងដាំស្ដារព្រៃនៅតាមសហគមន៍នៅឆ្នាំ2026នេះក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនប្រជាពលរដ្ឋតាមរយៈពិព័រណ៍ពន្លកបៃតងចំនួន5លានដើមក្នុងនោះមានកូនត្នោតជាង1លានដើមចាប់ពីថ្ងៃទី10ដល់ថ្ងៃទី12ខែកក្កដាឆ្នាំ2026ខាងមុខនេះនៅបរិវេណមុខទីស្តីការក្រសួងបរិស្ថានឥឡូវនេះបន្តទៅព័ត៌មានថ្មីផ្សេងទៀតនៅឯខាងខេត្តព្រះសីហនុកម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិនិងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុចុះរដ្ឋបាលនៅកាស៊ីណូ The Platinum Costa សីហនុ Ville សង្ស័យប្រព្រឹត្តបទល្មើស Online Scam នៅព្រឹកថ្ងៃទី18ខែមិថុនាឆ្នាំ2026កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុនិងតំណាងមន្ត្រីកលកបានចុះធ្វើរដ្ឋបាលទីតាំងសង្ស័យប្រព្រឹត្តបទល្មើសនៅកាស៊ីណូ The Platinum Costa សីហនុ Ville ស្ថិតនៅភូមិស្មាច់ដែងសង្កាត់រៀមក្រុងកំពង់សោមខេត្តព្រះសីហនុប្រតិបត្តិការនេះបានធ្វើឡើងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិនិងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯកអ៊ីសុខីអគ្គស្នងការរងនគរបាលជាតិឧត្តមសេនីយ៍ឯកសរដ្ឋាអគ្គស្នងការរងនគរបាលជាតិដោយឡែកកម្លាំងគណៈបញ្ជាការឯកភាពខេត្តដែលមានកម្លាំងនគរបាលកម្លាំងអាវុធហត្ថនិងមន្ត្រីពាក់ព័ន្ធដឹកនាំដោយលោកយូសុសផ្លាយម៉ានអភិបាលរងខេត្តតំណាងលោកម៉ាងស៊ីណេតអភិបាលខេត្តក្រោមការសម្របសម្រួលនីតិវិធីពីលោកឆាយសុត្រាព្រះរាជអាជ្ញារងអមសាលាដំបងខេត្ត
សម្រាប់ជនសង្ស័យនិងសម្ភារៈដែលបម្រើបទល្មើស Online Scam ក្រុមការងារចម្រុះមិនទាន់បានបញ្ជាក់លម្អិតនៅឡើយទេ ដោយកំពុងបន្តនីតិវិធីសិន ឥឡូវនេះងាកមកខាងរាជធានីភ្នំពេញយើងវិញម្ដង គឺមានបទល្មើស Online Scam ដែរកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញរកឃើញបទល្មើស Online Scam ដែលលបលួចប្រព្រឹត្តក្នុងហាងលក់ទូរស័ព្ទមួយកន្លែងនៅខណ្ឌមានជ័យឃាត់ខ្លួនមនុស្ស 3 នាក់ ក្រោមការដឹកនាំរបស់លោកខួងស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី17 ខែមិថុនាឆ្នាំ2026ម្សិលមិញគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14បានធ្វើការត្រួតពិនិត្យនិងផ្សព្វផ្សាយអនុក្រឹត្យលេខ03តាមទីតាំងអគារខុនដូអាផាតមិន បុរីផ្ទះសំណាក់និងអគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានចំនួន98ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន284នាក់ស្រី81នាក់និងមានលិខិតឆ្លងដែនត្រឹមត្រូវនេះបើតាមការឲ្យដឹងពីលោកស្រីដោសំផស្សនាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី18 ខែមិថុនាឆ្នាំ2026នេះលោកស្រីដោសំផស្សបានបញ្ជាក់ថាក្នុងប្រតិបត្តិការនេះក្រុមការងារបានរកឃើញបទល្មើសមួយករណីនៅទីតាំងអាជីវកម្មលក់ទូរស័ព្ទឈ្មោះលើកចា Digital ស្ថិតក្នុងបុរីជីបម៉ុង271ផ្ទះលេខ225ផ្លូវខំមើសលភូមិព្រែកតាគង់1សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យដោយបានឃាត់ខ្លួនជនសង្ស័យ3នាក់ក្នុងនោះជនជាតិចិន1នាក់និងជនជាតិខ្មែរ2នាក់ស្រី1នាក់ព្រមទាំងសម្ភារៈរួមមានកុំព្យូទ័រ All in One ចំនួន62គ្រឿង CPU 9គ្រឿង Monitor 26គ្រឿងទូរស័ព្ទដៃ682គ្រឿងនិង Laptop 5គ្រឿងក្រោមការត្រួតពិនិត្យរបស់កងកម្លាំងករណីនេះគឺស្ថិតក្រោមបទសង្ស័យត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ចំពោះសម្ភារៈខាងលើក្រុមការងារពុំបានដកហូតនោះទេគឺសម្រាប់បិទខ្លឹមទីតាំងជាបណ្ដោះអាសន្នដោយរក្សានៅក្នុងផ្ទះនោះតែម្ដងដោយឡែកជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីអីវ៉ាន់ច្រើនណាស់បាទសមត្ថកិច្ចយើងគឺអត់ដកហូតទេគ្រាន់តែបិទខ្លឹមទុកជាបណ្ដោះអាសន្នបាទពុកម៉ែបងប្អូនប្រិយមិត្តដែលខ្មែរ TV ជាទីគោរពស្រឡាញ់រាប់អានកម្មវិធីយើងខ្ញុំដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូក្រោយជាបន្តទៀតលើសលុះពាក្យសម្ដីណាមួយសូមពុកម៉ែបងប្អូនអធិស្ឋានផងបាទសូមអរគុណច្រើននិងសូមគោរពលា